បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូននេះក្រុមការងារថ្នាក់ជាតិចុះសិក្សាខ្សែផ្លូវមួយខ្សែនៅឃុំសឿស្រុកអង្គរបូរីដែលចាប់ផ្ដើមពីភូមិបឹងតូចរហូតទៅដល់ភូមិចែងម៉ែងឃុំតាគង់ស្រុកម៉ាឡៃហើយខ្សែផ្លូវនេះក្រុមការងារកំពុងតែសិក្សាយកចិត្តទុកដាក់ដែលយើងនឹងត្រូវអនុវត្តជាប្រភេទខ្សែផ្លូវគ្រួសក្រហមទៅជាប្រភេទខ្សែផ្លូវកៅស៊ូ2ជាន់ដែលហៅថា DBST ហើយមានប្រវែងរហូតទៅដល់ 24.56 គីឡូម៉ែត្រពីឃុំសឿទៅដល់វត្តចែងម៉ែងហើយគម្រោងខ្សែផ្លូវនេះយើងកំពុងតែសិក្សាទៅលើផលប៉ះពាល់ក៏ដូចជាដីដូចជាដើមឈើក៏ដូចជារបងផ្ទះបង្គោលក្រាក់បាទបងប្អូនសូមអរគុណច្រើន